តបងប្អូនគ្នាមកមើលខ្ញុំគៀបថ្នោតទាំងអស់គ្នាបងប្អូនបាទនេះអានេះដំគៀបថ្នោតឈ្មោលរបស់យើងបងប្អូនអាហ្នឹងសម្រាប់គៀបបងប្អូនបាទហើយមកមើលខ្ញុំគៀបថ្នោតទាំងអស់គ្នាបងប្អូនហើយនេះគឺជាផ្កាថ្នោតដែលខ្ញុំត្រូវគៀបឥឡូវហ្នឹងបងប្អូនចាំទស្សនាមើលការគៀបថ្នោតរបស់ខ្ញុំទាំងអស់គ្នាហើយមកកពើនេះបងប្អូនចង់យកមកកំពុងក៏បានពីរកំពុងក៏បានប៉ុន្តែបើសម្រាប់ខ្ញុំយកពីរកំពុងហ្នឹងខ្ញុំយកវា4ក្រាស់ហើយខ្ញុំកាត់វាអញ្ចឹងបងប្អូនចង់កាត់មួយណាចោលក៏បានដែរស្រេចតែបងប្អូនចង់បានតែបើសម្រាប់ខ្ញុំកាត់អញ្ចឹងបងប្អូនតោះឥឡូវកុំឲ្យខាតពេលយូរមកមើលការគៀបថ្នោតរបស់ខ្ញុំទាំងអស់គ្នាបងប្អូនពេលគៀបថ្នោតហ្នឹងរៀងពិបាកដែរបងប្អូនជាពិសេសអាកន្លែងយើងយកអេឡង់អង្គុយបើយើងអង្គុយអត់ត្រូវចំកន្លែងទេយើងពិបាកគៀបបងប្អូនហើយនេះគឺជាសកម្មភាពដែលខ្ញុំគៀបដូចរាល់ដងអញ្ចឹងបងប្អូនហើយបើជាទម្លាប់របស់ខ្ញុំភាគច្រើនមុននឹងខ្ញុំគៀបហ្នឹងខ្ញុំកាត់វាទុកចោលមួយថ្ងៃកាត់ជាកពើជាអីមូលតងហើយមួយថ្ងៃបានខ្ញុំចាប់ផ្ដើមគៀបពេលដែលខ្ញុំមូលតងភ្លាមហ្នឹងខ្ញុំអត់ទាន់គៀបទេខ្ញុំទុកចោលមួយថ្ងៃសិនបានខ្ញុំគៀបអាហ្នឹងជាទម្លាប់របស់ខ្ញុំឯណាតែបើសម្រាប់បងប្អូនខ្ញុំអត់ដឹងថាយ៉ាងម៉េចដែរព្រោះអីនៅខ្មែរយើងសវោនេះធ្វើថ្នោតច្រើនបងប្អូនហើយអ្នកខ្លះទៅក៏ធ្វើថ្នោតចេញខ្លាំងមែនតើបងប្អូនតែខ្ញុំក៏មិនសូវជាជំនាញដែរបងប្អូនបាទអាចមកត្រឹមធ្វើទៅបានទឹកថ្នោតបានអីធម្មតាអញ្ចឹងណាតែបើថាឲ្យជំនាញខ្លាំងគឺអត់ទេបងប្អូនហើយវិធីសាស្ត្រនៃការធ្វើថ្នោតនេះមិនមែនធ្វើដូចគ្នាទាំងអស់ទេបងប្អូនធ្វើតាមរបៀបរបបអ្នកនៅស្រុកភូមិខុសគ្នានៅតំបន់ខេត្តខុសគ្នាអញ្ចឹងក៏អាចនឹងធ្វើថ្នោតហ្នឹងគឺខុសគ្នាទៅតាមនឹងអញ្ចឹងទៅបងប្អូនហើយពេលខ្លះខ្ញុំគៀបអញ្ចឹងទៅមានអ្នកដែលចេះធ្វើថ្នោតដូចគ្នានឹងនៅខាងខេត្តផ្សេងអញ្ចឹងទៅថាខ្ញុំធ្វើទៅឆ្កងខ្ញុំអត់ដឹងមិនដែរមិនគ្រាន់ថាពេលខ្លះតំបន់ខេត្តខ្លះធ្វើខុសគ្នាមែនបងប្អូនខ្ញុំធ្វើផ្សេងបែបផ្សេងអញ្ចឹងទៅហើយគាត់ធ្វើបែបផ្សេងរបស់គាត់អញ្ចឹងទៅហើយទឹកថ្នោតបានដូចគ្នាហើយបន្ទាប់ពីខ្ញុំគៀបរួចរាល់ហើយខ្ញុំគូសវាចំណាំបងប្អូនបើមិនគូសចំណាំទេគឺអត់ចាំទេដោយសារខ្ញុំគៀបមួយថ្ងៃមិនមែនគៀបតាមពីរកំពុងហ្នឹងឯងបងប្អូនគៀបច្រើនបងប្អូនបាទ